ចាបងប្អូនហើយនេះជ្រោះសុភមិត្តឬមួយក៏ជ្រោះព្រះនិមិត្តអញ្ចឹងយើងអាចហៅបានពីរតែសម្រាប់ខ្ញុំចង់ហៅជ្រោះសុភមិត្តគឺស្ដាប់ទៅវារឿងប្រុសជាងណាហើយជ្រោះសុភមិត្តនេះនៅក្នុងខេត្តស្ទឹងត្រែងជាប់មួយនឹងព្រំប្រទល់ឡាវបើតាមយើងដឹងទៅគឺពាក់កណ្ដាលម្នាក់ជាមួយនឹងឡាវជ្រោះហ្នឹងណាចាហើយបងប្អូនដែលចង់ទៅលេងអាចទៅចន្លោះពីខែ11រហូតដល់ខែ5កំឡុងពេលហ្នឹងគឺទឹកស្អាតយើងថតស្អាតគ្រាន់តែថាផ្លូវគឺហុយដីដលោមចាផ្លូវចូលអីហ្នឹងគឺសបោដីក្រហមអញ្ចឹងរឿងហុយតែយើងជិះឡានអត់អីទេហើយសម្រាប់អ្នកដែលចង់ទៅខែវស្សាខ្ញុំអត់ចង់ឲ្យទៅទេដោយសារថាពេលដែលភ្លៀងទៅគឺផ្លូវដែលយើងចូលទៅហ្នឹងវាអាចបើកឡានទៅល្អិលណាដោយសារវាដីក្រហមហើយមួយទៀតទឹកអត់ស្អាតទេពេលដែលយើងទៅថតគឺទឹកវាច្រើនហើយវាល្អក់អញ្ចឹងយើងថតអត់ស្អាតទេហើយម្យ៉ាងទៀតហ្នឹងក៏វាខ្លាចដែរដោយសារខែហ្នឹងគឺទឹកឡើងខែវស្សាភ្លៀងផងទឹកជំនន់ផងវាអាចថាពេលដែលយើងលេងទៅវាខ្ជិះខ្លាចមានគ្រោះថ្នាក់អញ្ចឹងណាតែទៅក្នុងខែប្រាំងនេះរដូវប្រាំងហ្នឹងគឺយើងទៅគឺស្អាតទឹកបើថតទៅនិយាយទៅអូយស្អាតណាស់ដូចគេហៅថាដូចនៅប្រទេសគេអញ្ចឹងណាដូចនៅយូហ្សេឡែននៅអាមេរិកអីដែលមានទឹកជ្រោះហើយយើងឃើញគេថតដាក់នៅក្នុង Facebook TikTok អីហ្នឹងណាលោកអើយស្អាតចឹងមែនហើយសម្រាប់អ្នកដែលគាត់ប្រកែថតវិញមិនដឹងជាស្អាតយ៉ាងណាអានេះខ្ញុំអត់ចេះថតហ្នឹងបានស្អាតប៉ុណ្ណឹងចុះតម្រាំអ្នកដែលចេះថតទៀតនឹងស្អាតប៉ុណ្ណាហើយវីដេអូហ្នឹងគឺខ្ញុំទៅមុនខ្ញុំចេញមកបារាំងដោយសារថាដឹងថាយើងត្រូវមករស់នៅបារាំងហើយអញ្ចឹងត្រូវដើរលេងអស់កន្លែងណាដែលអត់ទាន់ទៅគឺទៅកាលនោះខ្ញុំទៅតាមធួគេទេដោយសារថាបើសិនជាយើងចាំបងប្អូនមិត្តភ័ក្តិគឺមិនបានទៅដូចចិត្តទេអញ្ចឹងក៏ទៅតាមធួគេទៅហើយតាមធួហ្នឹងក៏ម្យ៉ាងដែរដោយសារថាអ្នកដែលទៅដើរលេងហ្នឹងគឺសិតតែអ្នកចង់សប្បាយចង់ថតរូបអញ្ចឹងក៏វាដូចគ្នាងាយស្រួលទៅទាំងអស់គ្នាចាបើយើងចាំបងប្អូនមិត្តភ័ក្តិយើងចង់ទៅគេអត់ចង់ទៅអញ្ចឹងវាខាតពេលហើយខ្ញុំនេះមុននឹងចេញមកហ្នឹងគឺដើរឲ្យហើយកន្លែងណាដែលហៅថាមិនទាន់បានទៅគឺទៅអញ្ចឹងពេលមកនៅនេះទៅមិនសូវស្ដាយណាមិនសូវថាអូនឹកស្រុកនឹកភូមិហើយអត់នឹកមែនរាល់ថ្ងៃហ្នឹងគឺអត់នឹកទេបើថានឹកតែម្ហូបគត់ពួកអីស្រុកខ្មែរដើរអស់ហើយបើនៅសល់តាមណ្ឌលគិរីនោះមិនមែនមណ្ឌលគិរីទេបៃលិនហើយនឹងរតនគិរីនៅសល់ពីរហ្នឹងអត់ទាន់បានទៅទេបងប្អូនហើយតែมันជាសូវចង់បានទេពួកអីដោយសារថាបានទៅមណ្ឌលគិរីហើយរតនគិរីក៏ដូចតែគ្នានឹងចាហើយនេះត្រីលក់នៅនោះបងប្អូនធូទេហើយអ្នកលក់នៅនោះគាត់រៀងស្ងាត់អញ្ចឹងពេលបានយើងទៅនិយាយពីសបាយអូណាហើយខ្ញុំហ្នឹងថារបស់មិនត្រូវញ៉ាំក៏ញ៉ាំដែរជួយទិញគាត់កុំឲ្យគាត់ថាអូយមកហើយមិនបានជួយទិញអីអញ្ចឹងក៏បានទិញគ្រឿងបុកល្ហុងនេះក៏នេះដែរដោយសារថ្ងៃហ្នឹងកន្លែងធួគេរៀបចំយើងរីច្រើនណាហើយបង្អែមពូក៏ម្យ៉ាងដែរគាត់ដើរលក់ដូចជាមកប្រអប់ហ្នឹង1500មិនដឹង2000ហ្នឹងខ្ញុំអត់ចាំដោយសារនៅក្នុងវាហុយដីពេកអញ្ចឹងទៅគាត់ដាក់ប្រអប់ឲ្យក៏វាងាយស្រួលអញ្ចឹងអ្នកញ៉ាំក៏ស្រួលអ្នកលក់ក៏ស្រួលដែរគាត់ថាវាផ្លាស្ទិកច្រើនតិចតែវាមានអនាម័យអញ្ចឹងពេលយើងញ៉ាំទៅមិនសូវពិបាកណាហើយត្រីគ្រប់ម៉ាក់គ្រប់ម៉ូននេះហើយតម្លៃធូទេអ្នកនៅនោះអត់សូវជាអ្នកកោហ្មងមិនមែនថាឃើញយើងភ្ញៀវទេសចរទៅអីកោខ្ញុំមើលទៅពួកគាត់ដូចអត់ជាកោហើយអត់ឲ្យយើងតថ្លៃអីញ៉ៃស្រួលណាអ្នកនៅនោះហើយអញ្ចឹងបើសិនជាអ្នកដែលចង់ទៅលេងនោះអាចទៅលេងឲ្យហើយពីខែ11ដល់ខែ5ទៅចោះមិនខុសចាដូចអ្នកលក់នេះវិញបានជួយទិញគាត់និយាយថាអរគុណអត់ឈប់សុបាយណាថ្ងៃនោះបានជួយ